Ngày ní nênខ្ញុំបានមកហូបពិសេសមួយមុខទៀតហើយបងប្អូនមកញ៉ាំបាយជាមួយនាងខ្ញុំទាំងអស់គ្នាថ្ងៃនេះគឺនាងខ្ញុំបានបង្គាស្រស់ញ៉ាំជាមួយទឹកត្រីកោះកុងតបមកខ្ញុំនឹងនាំបងប្អូនទៅមើលពិធីដែលខ្ញុំស្រស់បង្គាងាយស្រួលមែនទែនហើយខ្ញុំក៏បានដាក់ឆ្នាំងទៅហើយយើងយកគល់សក្រីមកដាក់រៀបពីក្រោមអញ្ចឹងទៅខ្ញុំក៏ចិត្តដាក់គល់សក្រីស្ងោរហើយយើងដាក់ខ្ទឹមសបងប្អូនមានស្លឹកក្រូចម្ដេងក៏ដាក់ក៏បានដែរប៉ុន្តែខ្ញុំអត់មានទេខ្ញុំដាក់តែគល់ស្លឹកគ្រៃហើយនឹងខ្ទឹមសតបមកគឺរៀបបង្គាយើងដាក់ពីលើទៅបង្គាបងប្អូនចង់ដាក់ប៉ុណ្ណាក៏បានដែរតាមចំណូលចិត្តហើយខ្ញុំដាក់តែមួយល្មមទេព្រោះខ្ញុំហូបទៅពីអ្នកគ្រួសារអញ្ចឹងទៅតបមកគឺខ្ញុំដាក់រ៉ូឌីបន្តិចបំបិលបន្តិចហើយដាក់ទឹកបន្តិចបានហើយពួកអីបង្គាហ្នឹងគឺយើងស្ងោរទៅគឺវាចេញទឹកមកពីបង្គាហើយតបមកយើងគ្របវាប្រហែលជា15នាទីគឺបងប្អូនឧស្សាហ៍បើកមើលវាផងខ្លាចវាខ្លាចបាតអីចឹងហើយខ្ញុំគឺបើកមើលទៅឃើញវាឆ្អិនមួយហៀងអត់មួយហៀងក៏ខ្ញុំចាប់ផ្ដើមកូរវាបដាទៅកុំឲ្យតែវានេះទៅហើយខ្ញុំកូរទៅហើយក៏បង្គាហ្នឹងតែយើងដាក់ទឹកច្រើនអត់កើតទេព្រោះយើងស្រស់ទៅគឺបង្គាចេញទឹកមកចេញទឹកពីបង្គាបើយើងដាក់ទឹកច្រើនពេកគឺអត់សូវឆ្ងាញ់ទេបង្គាយើងដាក់រងាស់ទឹកសិនទៅហើយយើងទុកមួយឡែកសិនយើងងាកមកធ្វើទឹកត្រីកោះកុងហ្នឹងគឺខ្ញុំដាក់ស្ករចូលក្នុងត្បាល់ហើយបានខ្ញុំចាប់ផ្ដើមដាក់ម្ទេសហ្នឹងដាក់ច្រើនឬក៏តិចតាមចំណូលចិត្តបងប្អូនទេបើបងប្អូនចូលចិត្តហឹរបងប្អូនដាក់ម្ទេសច្រើនតែបងប្អូនអត់ចូលចិត្តហឹរទេគឺដាក់តែល្មមបានហើយខ្ញុំបុកម្ទេសឲ្យរាងបែកបន្តិចហើយបានខ្ញុំដាក់ខ្ទឹមសចូលហើយយើងបុកឲ្យរាងមាត់បន្តិចទៅគឺយើងដាក់ប៊ីចេងដាក់គ្រឿងក្រៅអញ្ចឹងណាបងប្អូនហើយក៏ខ្ញុំបានដាក់ក្រូចឆ្មាមុនទឹកត្រីដើម្បីឲ្យនៅម្ទេសយើងហ្នឹងនៅពណ៌ស្អាតបើយើងដាក់ទឹកត្រីមុនពណ៌ម្ទេសយើងគឺអត់សូវស្អាតទេវារាងស្អាតបើយើងដាក់ក្រូចឆ្មាមុនអញ្ចឹងទៅម្ទេសយើងគឺពណ៌ស្អាតទឹកជ្រលក់យើងមើលទៅគួរឲ្យចង់ហូបអញ្ចឹងណាហើយដាក់កូរច្បល់វាទៅហើយបើបងប្អូនចង់បានជូរប្រៃហឹរផ្អែមអីតាមចំណូលចិត្តទេបងប្អូនចង់ដាក់ហូបបងប្អូនចូលចិត្តហូបប្រៃឬក៏ផ្អែមឬក៏ជូរឬក៏ហឹរបងប្អូនតាមចំណូលចិត្តខ្ញុំវិញចូលចិត្តជូរអែមអញ្ចឹងទៅខ្ញុំដាក់ក្រូចឆ្មារៀងច្រើនបន្តិចបានអើយស្កររៀងផ្អែមបន្តិចទឹកត្រីយើងដាក់ប្រហែលជា 4-5 ស្ព្រាបាយតែបងប្អូនជួយអើយហូបគ្នាច្រើនហូបគ្នាតិចលៃតាមនឹងទៅហើយជូរផ្អែមប្រៃហឹរអីបងប្អូនលៃតាមនឹងទៅតាមចំណូលចិត្តដែលបងប្អូនហូបទេបើបងប្អូនអើយដាក់តាមខ្ញុំក៏បានឬបងប្អូនចូលចិត្តផ្សេងពីខ្ញុំបងប្អូនធ្វើតាមចំណូលចិត្តទៅអានេះពីខ្ញុំប្រាប់ពីរបៀបបុកមុនដំបូងណាបងប្អូនហើយទឹកត្រីរបស់យើងហ្នឹងគឺរួចរាល់អស់ហើយនេះទំនងអត់បងប្អូនហើយតបមកគឺខ្ញុំមកចាប់ផ្ដើមហាន់ការ៉ុតបន្លែខ្ញុំគឺមានតែ2មុខទេបងប្អូនមានការ៉ុតហើយនិងទឹកសក់អញ្ចឹងក៏ខ្ញុំចាប់ផ្ដើមចិត្តការ៉ុតមុនទៅទឹកសក់ចាំយើងចិត្តតាមក្រោយយើងចិត្តអីយើងក៏យកមករៀបចានធ្វើមុនបន្តិចតួចទៅណាបងប្អូនហើយការ៉ុតខ្ញុំហ្នឹងគឺអត់មានច្រើនប៉ុន្មានទេមានតែមួយនឹងឯងផ្លែខ្ញុំអត់មានច្រើនទេបងប្អូនហើយព្រោះនៅក្នុងទូខ្ញុំដូចខ្ញុំធ្លាប់ទៅមើលក្នុងវីដេអូខ្ញុំនិយាយចឹងថាមានប៉ុណ្ណាគឺនឹងខ្ញុំលៃលុកតាមប៉ុណ្ណឹងឯងបងប្អូនអត់មានច្រើនទេអញ្ចឹងមានតែសក់បន្តិចហើយនឹងការ៉ុតតែបើយើងញ៉ាំអញ្ចឹងមានបន្លែច្រើនយើងឆ្ងាញ់បងប្អូនមានសាឡាត់មានអីចឹងទៅក៏ឆ្ងាញ់មួយយ៉ាងដែរបងប្អូនមានអីផ្សេងចឹងទៅណាតាមចំណូលចិត្តបងប្អូនមានបន្លែច្រើនបងប្អូនចូលចិត្តហូបមួយអីបងប្អូនទិញនឹងយកមកញ៉ាំមកប៉ុន្តែខ្ញុំមានតែ2មុខអញ្ចឹងទៅខ្ញុំលៃលុកតាមហ្នឹងណាហើយឥឡូវខ្ញុំចាប់ផ្ដើមចិត្តរួចអស់ហើយខ្ញុំក៏ចាប់ផ្ដើមរៀបដាក់ចានដាក់អីចឹងទៅហើយបង្គាយើងក៏ចាប់ផ្ដើមឆ្អិនហើយអញ្ចឹងទៅខ្ញុំក៏យកមករៀបដាក់នឹងចានហើយបង្គាហ្នឹងខ្ញុំស្រោបប្រហែលជា10 ទៅ 15 នាទីហើយបងប្អូនចង់បានឆ្អិនជាងហ្នឹងឬក៏មិនទេបង្គាហ្នឹងគឺនេះខ្ញុំស្រស់រៀងជ្រុលបន្តិចដល់ពេលមើលទឹកក៏វារៀងឆ្អិនពេកតាមធម្មតាគឺកុំស្រស់ឆ្អិនពេកអញ្ចឹងស្រស់តែមួយល្មមបានហើយពេលស្រស់ឆ្អិនពេកគឺអត់សូវឆ្ងាញ់ប្រហែលទេបងប្អូនឃើញអត់នៅក្នុងឆ្នាំងហ្នឹងគឺនៅមានទឹកទៀតបងប្អូនព្រោះបង្គាហ្នឹងគឺវាចេញទឹកយើងដាក់ទឹកតែបន្តិចទេបងប្អូនបាត់ឆ្នាំងកុំឲ្យវាខ្លោចដល់ពេលវាចេញទឹកឥឡូវយើងឆ្អិនអស់ហើយណាបងប្អូនគាស្រស់ទឹកត្រីកោះកុងរបស់យើងខ្ញុំគឺឆ្អិនអស់ហើយឥឡូវបានឆ្អិនអស់ហើយទឹកត្រីក៏យើងធ្វើហើយអស់ហើយតែបន្លែយើងមានតែ2មុខហ្នឹងឯងបងប្អូននេះទឹកត្រីវានៅពណ៌ស្រស់ស្អាតឡើយបងប្អូនហើយនេះគឺបង្គាខ្ញុំអានេះខ្ញុំដាក់រៀងជ្រោភ្លើងបន្តិចបងប្អូននៅបើឥឡូវយើងក៏ចាប់ផ្ដើមញ៉ាំទាំងអស់គ្នាបងប្អូនមកញ៉ាំបង្គាស្រស់ទឹកត្រីកោះកុងជាមួយនាងខ្ញុំទាំងអស់គ្នាបងប្អូនអរគុណបងប្អូនបើសិនជាកន្លែងណាដែលនាងខ្ញុំនិយាយទៅខុសឬលូអីសូមអភ័យទោសផងណាបងប្អូនអរគុណបាយបាយ